នៅព័ត៌មានទី2នេះគឺជាបទវិភាគរបស់សារព័ត៌មាន South China Morning Post South China Morning Post គាត់បានធ្វើបទវិភាគពាក់ព័ន្ធជាមួយនឹងការអាងរបស់ភាគីថៃដែលនិយាយថាការចរចារឿងពន្ធគយជាមួយនឹងសហរដ្ឋអាមេរិកហ្នឹងហើយនឹងរឿងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលលោកប្រធានាធិបតី Trump បានធ្វើជាសាក្សីហ្នឹងគឺជារឿងពីរដាច់ដライពីគ្នាទេបាទគាត់និយាយអញ្ចឹងហើយតើសារព័ត៌មានខាង South China Morning Post គាត់រាយការណ៍ដោយជួបសម្ភាសជាមួយអ្នកវិភាគមិនអញ្ចឹងខ្ញុំសូមដកសង្ខ្លីៗជូនប្រិយមិត្តណាបាទបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន South China Morning Post ក៏រាយការណ៍ថាការទទូចបាទអះអាងរបស់ថៃដែលថាការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកអាចបន្តដែលឡែកពីគ្នាពីការចរចាលើបញ្ហាចំនួនព្រំដែនដោយចម្រូងចម្រាសជាមួយនឹងប្រទេសកម្ពុជាហ្នឹងត្រូវបានអ្នកវិភាគគាត់មិនជឿទេគាត់សង្ស័យដោយសារតែសហរដ្ឋអាមេរិកគឺប្រើប្រាស់គោលនយោបាយសេដ្ឋកិច្ចកាន់តែច្រើនឡើងជាឧបករណ៍នយោបាយដើម្បីដាក់សម្ពាធហើយលោកត្រាំខ្លួនឯងនឹងផ្ទាល់តែម្ដងលោកចង់យកបញ្ហានេះបាទគឺដើម្បីដាក់សម្ពាធឲ្យមានបទច្បាញ់គ្នានឹងទេបាទដូច្នេះវាជារឿងមួយដែលមិនគួរឲ្យជឿទេដែលអ្វីដែលជាសម្ពាធរបស់លោកត្រាំបែរជាលោកញែកចេញពីរឿងពាណិជ្ជកម្មនេះបើតាមសេចក្តីរាយការណ៍របស់ខាង South China Morning Post ទីក្រុងបាងកកបានប្រកាសកាលពីថ្ងៃសៅរ៍ថាការចរចាពន្ធគយជាមួយសហរដ្ឋអាមេរិកនឹងនៅតែជាបញ្ហាដាច់ដោយឡែកពីបញ្ហាព្រំដែននេះបើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលគឺលោកស៊ីរីផុងបាទបានឲ្យលោកបានសន្យាថាគឺមានការសន្យាការធានាពីលោកត្រាំថាទីក្រុង Washington មិនជឿជ្រែកចូលទៅក្នុងកិច្ចការនោះទេបាទគាត់អាងអញ្ចឹងណាបាទប៉ុន្តែភាពស្ងប់ស្ងាត់ខាងការទូតនេះត្រូវបានបង្ហាញតាមរយៈលិខិតមួយពីការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកដែលក្រសួងការបរទេសថៃបាននិយាយថាខ្លួនបានទទួលត្រឹមតែប៉ុន្មានម៉ោងមុននេះដែលត្រូវបានគេរាយការណ៍ថាគឺជាការផ្អាកការចរចារហូតដល់ថៃបានបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួនចំពោះបទជបាញ់ដែលបានចុះហត្ថលេខាដោយលោកត្រាំបានធ្វើជាសាក្សីកាលពីចុងខែមុនលោកត្រាំបានទូរស័ព្ទដាច់ដោយឡែកជាមួយមេដឹកនាំនៃប្រទេសទាំងពីរកាលពីថ្ងៃសុក្រទាំងសេតវិមាននិងការិយាល័យតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកមិនបានធ្វើការអត្ថាធិប្បាយជាសាធារណៈអំពីលិខិតដែលត្រូវបានគេរាយការណ៍ថាបានផ្ញើទៅកាន់ប្រទេសថៃប្រកាសអំពីការផ្អាកការចរចាពាណិជ្ជកម្មនោះទេអ្នកវិភាគនិយាយថាវាមិនទំនងតតែសោះដែលពាណិជ្ជកម្មនិងបញ្ហាព្រំដែនអាចត្រូវបានគេញែកដាច់ដោយឡែកពីគ្នាការធ្វើដូច្នេះគឺផ្ទុយនឹងតក្កវិជ្ជាគោលនយោបាយការបរទេសរបស់លោកត្រាំនេះបើយោងតាមលោកប្រាវិនឆាឆាវ៉ាល់ពងភុនអ្នកវិទ្យាសាស្ត្រនយោបាយនៅឯមជ្ឈមណ្ឌលសិក្សាកិច្ចការអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យ Kyoto លោកបានប្រាប់កម្មវិធី This Week នៅ Asia ថាសម្រាប់រដ្ឋបាលលោកត្រាំនេះការប្រើប្រាស់សេដ្ឋកិច្ចមិនមែនជាបញ្ហាដាច់ដោយឡែកនោះទេប៉ុន្តែជាឧបករណ៍បញ្ជាប្រតិបត្តិការដែលប្រើដើម្បីអនុវត្តការអនុលោមតាមភូមិសាស្ត្រនយោបាយការចរចាពន្ធគយនឹងនៅតែជាប់គាំងដោយគ្មានកំណត់ឬមានវឌ្ឍនភាពតិចតួចបំផុតរហូតដល់ប្រទេសថៃបង្ហាញនៅកាយវិការជាក់ស្ដែងនិងមានការពេញចិត្តខាងនយោបាយដែលបញ្ជាក់ពីការពេញចិត្តរបស់ខ្លួនចំពោះការរៀបចំសន្តិសុខដែលសហរដ្ឋអាមេរិកចង់បានលោកផាវីបានលើកឡើងថាជំហររបស់លោកត្រាំលើការមិនជ្រៀតជ្រែកភាគច្រើនគឺមានប្រសិទ្ធភាពដោយបិទបាំងគោលនយោបាយនៃការដាក់សម្ពាធជាអតិបរមាដែលត្រូវបានរៀបចំឡើងដើម្បីធានាផលប្រយោជន៍របស់សហរដ្ឋអាមេរិកលោកបាននិយាយថាលោកត្រាំបានចាត់ទុកបទឈប់បាញ់ជាពានរង្វាន់ការទូតសម្រាប់រូបលោកក្តីបារម្ភចម្បងរបស់លោកមិនមែនជាការមិនជ្រៀតជ្រែកទេប៉ុន្តែជាការធានាបាននៅសុចរិតភាពនៃជ័យជំនះផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្ត្រីអនុทิនឆាន់វីរកុលបានប្រើប្រាស់ពេលវេលានេះដើម្បីពង្រឹងសមត្ថភាពមនោសញ្ចេតនាជាតិនិយមរបស់លោកមុនការបោះឆ្នោតដែលបានខិតជិតមកដល់ដោយស្វែងរកសុំការកាត់បន្ថយពន្ធបន្ថែមពីសហរដ្ឋអាមេរិកនិងអនុម័តគោលនយោបាយតឹងរ៉ឹងរបស់លោកទៅលើប្រទេសកម្ពុជា
លោកពូរ៉ាវិចវីតាណាសុកអ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យធម្មសាស្ត្ររបស់ថៃបាននិយាយថាដោយដាក់ខ្លួនលោកជាអ្នកការពារប្រទេសលោកអនុทิនមានគោលបំណងពង្រឹងការគ្រប់គ្រងក្នុងការបោះឆ្នោតរបស់លោកការនេះពន្យល់អំពីវោហារសាស្ត្រដ៏តឹងរឹងមិនធម្មតារបស់លោកចំពោះកម្ពុជានិងភាពមើងម៉ាត់របស់លោកទោះបីជាវាហាក់ដូចជាកំពុងរុញច្រានប្រឆាំងនឹងសហរដ្ឋអាមេរិកក៏ដោយបាទលោកពូរ៉ាវិចបានពិពណ៌នាអំពីពាណិជ្ជកម្មនិងសន្តិសុខថាជារឿងមិនអាចបំបែកគ្នាបាននោះទេបាទនេះបើយោងតាមក្រសែភ្នែករបស់លោកត្រាំដោយលោកបន្ថែមថានេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់លោកក្នុងការបង្ហាញថាខ្លួនជាអ្នកកសាងសន្តិភាពទន្ទឹមនឹងនេះលោកអនុทิនមើលឃើញមនោសញ្ចេតនាជាតិនិយមថាជាសន្លឹកបៀដែលដើរតួនាទីក្នុងការដើម្បីឲ្យលោកបានពេញចិត្តដែលធ្វើតាមអ្វីដែលលោកចង់បានខណៈពេលដែលលោកត្រៀមខ្លួនទទួលយកការបោះឆ្នោតមិនទុកចិត្តពីសភាដែលអាចនឹងកើតមានឡើងនៅខែធ្នូក្រោយនេះបើយោងតាមសាស្ត្រាចារ្យផ្នែកការពិចិត្រលោក Greg Raymond មកពីសាលាកិច្ចការអាស៊ីប៉ាស៊ីហ្វិកនៃសាកលវិទ្យាល័យជាតិអូស្ត្រាលីលោក Raymond បាននិយាយថាវោហារសាស្ត្រដ៏តឹងរ៉ឹងនឹងការសង្កត់ធ្ងន់លើអធិបតេយ្យភាពរបស់នាយករដ្ឋមន្ត្រីថៃត្រូវបានត្រាត់ខ្នាតសម្រាប់ផលប្រយោជន៍នយោបាយក្នុងស្រុករបស់លោកប៉ុណ្ណោះទេជាពិសេសនៅពេលដែលរដ្ឋាភិបាលលោកអនុทิនប្រឈមមុខនឹងការត្រួតពិនិត្យលើទំនាក់ទំនងរបស់មន្ត្រីរបស់លោកទៅនឹងរឿងរ៉ាវអំពើពុករលួយពាក់ព័ន្ធនៅកម្ពុជាលោកផាវិនវិញបាននិយាយថាវគ្គនេះបង្ហាញពីការកំណត់ដែននៃនយោបាយការទូតបែបឫស្សី Bamboo Diplomacy របស់ប្រទេសថៃដែលជាយុទ្ធសាស្ត្រគោលនយោបាយការបរទេសដែលវៀតណាមធ្លាប់ប្រើផងដែរដែលផ្ដល់អាទិភាពទៅលើភាពបត់បែនជាយុទ្ធសាស្ត្រនិងការសម្របសម្រួលជាក់ស្ដែងក្នុងរយៈពេលប្រមាណខែថ្មីនេះទីក្រុងបាងកកបានទទួលរងនៅការចំណាយទុនយ៉ាងច្រើនទៅលើនយោបាយការទូតជាអតិបរមានេះក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជាមួយនឹងទីក្រុង Washington និងទីក្រុងប៉េកាំងដោយបានចង្អុលបង្ហាញអំពីការធ្វើសម្បទានដែលជំរុញឲ្យមាននយោបាយរបស់លោកគឺជារឿងមួយដែលប៉ះពាល់ទៅដល់គោលនយោបាយរបស់ថៃក្នុងនោះមានការនិរទេសជនបរោះជនជាតិអ៊ុយហ្គើចំនួន40នាក់ទៅកាន់ប្រទេសចិនដែលសហរដ្ឋអាមេរិកបានជំទាស់ហើយនឹងការទិញអង្គជានិមិត្តរូបដើម្បីសម្គាល់ទំនាក់ទំនងចិននិងថៃរយៈពេល50ឆ្នាំបាទដូច្នេះគឺប្រទេសថៃគឺត្រូវខិតខំប្រឹងប្រែងយ៉ាងណាដើរនៅក្នុងចន្លោះនេះប្រកបដោយការប្រុងប្រយ័ត្នលោកផាវិនបាននិយាយថាគំរូនេះរួមជាមួយនឹងអសមត្ថភាពក្នុងការដោះស្រាយបញ្ហាបទជបាញ់បង្ហាញពីកង្វះភាពប៉ិនប្រសប់ជាយុទ្ធសាស្ត្រដែលត្រូវការសម្រាប់ការធ្វើឲ្យមានតុល្យភាពប្រកបដោយជោគជ័យបាទគឺតាមលោកប្រវិនគឺចង់បានបញ្ជាក់ថាប្រទេសថៃនាយករដ្ឋមន្ត្រីអនុทิនខិតខំប្រឹងប្រែងថ្លឹងថ្លែងរវាងប្រទេសចិនជាមួយនឹងសហរដ្ឋអាមេរិកដោយប្រឹងប្រែងការទូតដ៏សំខាន់មួយក៏ប៉ុន្តែលោកប្រឹងយ៉ាងណាក៏ដោយប៉ុន្តែដោយសារតែកង្វះសមត្ថភាពរបស់លោកធ្វើឲ្យការដើរនេះគឺមិនបានថ្លឹងល្អនោះទេបាទលោកបានបញ្ចប់ដោយនិយាយថាការបញ្ចប់ភ្លាមនៃការចរចាពន្ធគយបញ្ជាក់ថាការខិតខំតម្រឹមភូមិសាស្ត្រនយោបាយនិងការបញ្ជូនសញ្ញានយោបាយក្នុងស្រុកបានធ្វើឲ្យសម្ព័ន្ធភាពរយៈពេលវែងដ៏សំខាន់ជាមួយសហរដ្ឋអាមេរិកមានអស្ថិរភាពយ៉ាងធ្ងន់ធ្ងរបាទនេះបើតាមការរាយការណ៍របស់សារព័ត៌មាន The South China Morning Post ណាបាទអញ្ចឹងប្រិមិត្តអាចទទួលយកបានថាតើអ្នកវិភាគបាននិយាយយ៉ាងម៉េចហើយដូចដែលខ្ញុំបានជម្រាបជូនប្រិមិត្តអញ្ចឹងនេះគ្រាន់តែជាមតិរបស់អ្នកវិភាគដែលគាត់បានវិភាគទៅលើសភាពការនេះដោយដែលខ្ញុំបានជម្រាបប្រដៅអញ្ចឹងការវិភាគគឺអាចត្រូវអាចខុសណាអញ្ចឹងគ្រាន់តែជាចំណេះដឹងបាទចំណេះដឹងគឺដើម្បីឲ្យប្រិមិត្តបានដឹងទេបាទអញ្ចឹងជាទូទៅគឺអ្នកវិភាគក៏អត់ជឿអ្វីដែលរដ្ឋាភិបាលថៃអះអាងនឹងទេអះអាងថាអូអត់ទេលោកតាមគាត់បញ្ជាជ្រែកទេដូច្នេះរឿងចរចាពន្ធគយនឹងរឿងផ្សេងពីពលលិខិតនឹងទទួលបានមុនពេលដែលនិយាយជាមួយលោកត្រាំប៉ុន្តែសេតាវិមានហើយនឹងតំណាងសហរដ្ឋអាមេរិកគឺនៅស្ងៀមអត់មកចង់ថៃថាតែពីព្រោះអីការចរចាដែលជុំបន្ទាប់ទៀតជួបគ្នាដល់ខែក្រោយនៅចុងខែ
12ហ្នឹងអញ្ចឹងដូច្នេះក្នុងរយៈពេលហ្នឹងថៃមានពេលដើម្បីនិយាយទៅប៉ុន្តែត្រូវគោរពតាមកិច្ចព្រមព្រៀងឬមិនគោរពអានឹងរឿងរបស់ថៃបាទសំខាន់កុំឲ្យមានផ្ទុះអាវុធអីទៀតទៅហ្នឹងគឺជារឿងមួយដែលអាចបញ្ជាក់ពីការគោរពឬក៏មិនគោរពតាមរបស់ភាគីថៃហ្នឹងហើយ